សូមអនុមោទនាបន់ពិសាខបូជានៅនាថ្ងៃខាងមុខនេះជាបឋមដំបូងខ្ញុំបកករណាសូមក្រាបថ្វាយបង្គំចំពោះព្រះពុទ្ធព្រះធម៌និងព្រះសង្ឃនិងសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមក្រាបថ្វាយបង្គំចំពោះព្រះករុណាគុណម្ចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីគោរពរាប់អានសូមអនុមោទនាបន់វិសាខបូជាពិសាបូជានៃប្រារព្ធព្រឹត្តិការណ៍3យ៉ាងគឺ 1. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ព្រះប្រសូត ប្រសូតនៅថ្ងៃសុក្រ15កើតពេញបូរមីខែពិសាខឆ្នាំចមុនគ្រិស្តសករាជ623ឆ្នាំក្នុងឧទ្យានលំភានីគឺត្រង់ចន្លោះនគរទាំងពីរគឺនគរកបិលភស្តុនិងនគរទេវទហៈក្នុងប្រទេសឥណ្ឌាសម័យបុរាណនៅពេលដែលព្រះអង្គប្រសូតអង្គយើងបានបំពេញជំនៀងហើយបន្លឺអភិសេវាចារថាខ្ញុំអញអាត្មាអញជាបុគ្គលប្រសើរជាងគេលើលោកជាបុគ្គលប្រសើរជាងគេលើលោកហើយជាតិនេះជាជាតិចុងក្រោយរបស់អាត្មាអញហើយព្រះអង្គប្រសូតបាន5ថ្ងៃគឺនៅថ្ងៃ5រោចគេក៏បានដាក់ឈ្មោះឲ្យព្រះអង្គថាសទ្ធដ្ឋៈដែលប្រែថាអ្នកណាំងប្រយោជន៍ឲ្យសម្រេចបន្តមកទៀតគឺថ្ងៃ7រោចគឺជាថ្ងៃគម្រប់ទី7ព្រះមេដាព្រះនាមសិរិមហាមយាក៏សោយវិរាល័យទៅ2. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះអង្គទ្រង់ត្រាស់ដឹង ត្រាស់ដឹងព្រះអង្គទ្រង់ត្រាស់ដឹងនៅថ្ងៃពុធពេញបរមីខែពិសាខឆ្នាំរកាទីមុនពុទ្ធសករាជ45ព្រះវស្សានៅប្រជជនមានអាយុ35ឆ្នាំទីទ្រង់ត្រាស់ដឹងហៅថាពុទ្ធកិយសុទ្ធិនៅរដ្ឋដែនលីនៅប្រទេសឥណ្ឌា 3. ដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គចូលបរិនិព្វាន ព្រះអង្គទ្រង់បរិនិព្វានព្រះអង្គទ្រង់បរិនិព្វាននៅក្នុងថ្ងៃអង្គារពេញបរមីខែវិសាខឆ្នាំម្សាញ់វេលាជិតបែកបញ្ចុះសម័យមុនពុទ្ធសករាជមួយថ្ងៃក្នុងប្រជជន80ឆ្នាំគត់ចន្លោះដើមសារព្រឹកទាំងគូក្នុងក្រុងកុសិនារា